ប្រាក់លើផែនការវាស្ថិតនៅក្នុងចំណុចខគេហៅថាបុព្វលាភប្រាក់រង្វាន់លើកទឹកចិត្តលើផែនការប្រាក់វិវត្តបន្ថែមលើប្រាក់វិវត្តប្រចាំខែប្រាក់លើកទឹកចិត្តខ្ញុំបញ្យល់បែបភាសាងាយយល់មួយណាជាទូទៅក្រុមហ៊ុនឬក៏ជាពិសេសខាង sales marketing គាត់ set ផែនការមួយខែហ្នឹងគាត់លក់បានប៉ុន្មានគាត់លក់បាន 10000 អញ្ចឹងអាលើសពី 10000 ខែហ្នឹងគាត់លក់ 12000 អញ្ចឹងតើអាលើផែនការរបស់គាត់ហ្នឹងគេមានគោលនយោបាយរបស់ក្រុមហ៊ុនផ្ទាល់គោលនយោបាយថាអាចចំនួនលើសហ្នឹងណាត្រូវយកប្រមាណភាគរយទៅជូនបុគ្គលហ្នឹងហើយយកប្រមាណភាគរយទៅជូនបុគ្គលហ្នឹងអាហ្នឹងលើផែនការដែលគាត់ set ទេបន្តទៅសំណួរបន្ទាប់មានគ្នាយើងសួរសំណួរបន្ទាប់ផានីបាទបងស្រីផានីគាត់បានសួរថាអ្វីជាប្រាក់លើសផែនការបាទពីព្រោះខ្ញុំឃើញរតនៈបានបង្ហាញមិញហ្នឹងថាទៅលើលាភការដែលនិយាយពាក់ព័ន្ធនឹងលាភការនិងបុព្វលាភដែលនិយាយថាតើលាភការនិងបុព្វលាភហ្នឹងមួយណាដែលគេហៅថាប្រាក់លើសផែនការហ្នឹងយកទៅអនុវត្តជាមួយបាទអរគុណច្រើនបងអរគុណសម្រាប់សំណួរប្រាក់លើផែនការវាស្ថិតនៅក្នុងចំណុចខគេហៅថាបុព្វលាភប្រាក់រង្វាន់លើកទឹកចិត្តលើផែនការប្រាក់វិវត្តបន្ថែមលើប្រាក់វិវត្តប្រចាំខែប្រាក់លើកទឹកចិត្តខ្ញុំបញ្យល់បែបភាសាងាយយល់មួយណាជាទូទៅក្រុមហ៊ុនឬក៏ជាពិសេសខាង sales marketing គាត់ set ផែនការមួយខែហ្នឹងគាត់លក់បានប៉ុន្មានគាត់លក់បាន 10000 អញ្ចឹងអាលើសពី 10000 ខែហ្នឹងគាត់លក់ 12000 អញ្ចឹងតើអាលើផែនការរបស់គាត់ហ្នឹងគេមានគោលនយោបាយរបស់ក្រុមហ៊ុនផ្ទាល់គោលនយោបាយថាអាចចំនួនលើសហ្នឹងណាត្រូវយកប្រមាណភាគរយទៅជូនបុគ្គលហ្នឹងហើយយកប្រមាណភាគរយទៅជូនបុគ្គលហ្នឹងអាហ្នឹងលើផែនការដែលគាត់ set ទេបាទអាហ្នឹងសម្រាប់ការយល់ពីខ្ញុំទៅណាបាទបើបងមានបន្ថែមអាចជួយបន្ថែមបានបាទអូខេអញ្ចឹងអរគុណរតនៈអញ្ចឹងគាត់បានបកស្រាយថាប្រាក់លើសផែនការហ្នឹងគឺបើនិយាយរួមវាពាក់ព័ន្ធទៅដល់performance របស់យើងអញ្ចឹងពេលដែលយើងធ្វើការងារទៅយើងបានធ្វើការងារសម្រាប់លើផែនការដែលក្រុមហ៊ុនបានកំណត់អញ្ចឹងគេលើកទឹកចិត្តគេឲ្យជាប្រាក់រង្វាន់គេឲ្យជាអីផ្សេងហ្នឹងអញ្ចឹងអាហ្នឹងហើយគេប្រាក់លើសផែនការហើយសំណួរបន្ទាប់តើប្រាក់លើផែនការហ្នឹងតើវាចូលនៅក្នុងលាភការឬមួយវាចូលនៅក្នុងបុព្វលាភរតនៈសម្រាប់ការឲ្យទៅលើគេហៅថាប្រាក់លើផែនការហ្នឹងគឺចូលទៅក្នុងពាក្យថាបុព្វលាភអូខេបុព្វលាភបាទបុព្វលាភបាទព្រោះលាភការនោះគឺសំដៅទៅដល់រង្វាន់នៃការអនុវត្តការងារដែលបន្ថែមលើប្រាក់ឈ្នួលអាហ្នឹងយើងស្ដាប់ទៅវាដូចគ្នាឬខុសគ្នាម្ដងទៀតប្រាក់លើផែនការគឺសំដៅទៅដល់អ្វីដែលគាត់គេហៅថាប្រាក់រង្វាន់លើកទឹកចិត្តប្រាក់លើផែនការប្រាក់វិវត្តលើបន្ថែមផែនការអញ្ចឹងដូចខ្ញុំឧទាហរណ៍មុនហ្នឹងអញ្ចឹងគឺបែបហ្នឹងបាទហើយបកមកលាភការពាក្យថាលាភការវិញគឺប្រាក់រង្វាន់នៃការអនុវត្តការងារមានអនុវត្តការងារទៅដូចបើក្រុមហ៊ុន Consultant វិញផ្នែកប្រកាសពន្ធហ្នឹងងាយស្រួលឧទាហរណ៍យើងចប់ peak period ទៅយើងមានកញ្ចប់មួយចេះចោះអីចឹងណាអូខេអាហ្នឹងឯងគឺជាគេហៅថាលាភការបាទអូខេបាទអញ្ចឹងអរគុណរតនៈអញ្ចឹងខ្ញុំត្រឡប់ទៅមើលសំណួរនៅក្នុង page របស់យើងជាបន្តទៀតបាទមួយទៀតខ្ញុំឃើញថាដូចជាមិនមែនជាសំណួរទេគ្រាន់តែខ្ញុំចង់បង្ហាញគាត់រាំងសីបងរាំងសីគាត់បានថាប្រាក់បំណាច់ដូចជាគោមជាមួយនឹងក្រសួងការងារអញ្ចឹងកន្លែងនេះតើរតនៈមានអ្វីចង់បន្ថែមទៅលើអ្វីព្រោះមើលទៅដូចជាគាត់អត់សួរទេគាត់គ្រាន់តែចង់ comment ថាប្រាក់បំណាច់ដូចជាគោមជាមួយនឹងក្រសួងការងារតើរតនៈមានអ្វីចង់បន្ថែមទៅលើចំណុចនេះទេអរគុណច្រើនបងខ្ញុំគ្រាន់ខ្ញុំមិនបកស្រាយផ្សេងទេព្រោះដោយសារតែយើងពន្ធដារផងក្រសួងការងារផងកុំឲ្យមានការប្រតិបត្តិគ្នាច្រើនខ្ញុំសម្រាប់ពី point of view របស់ខ្ញុំទៅវិញប្រាក់វត្ត
ជាមួយនឹងប្រាក់បំណាច់ផ្សេងៗហ្នឹងគឺវាតកតមួយក្រសួងការងារពិតប្រាកដមែនដូចជាប្រាក់បំណាច់ឲ្យបញ្ឈប់ការងារក្នុងច្បាប់ការងារបាននិយាយថាម៉េចគ្រាន់តែពន្ធដារយកវិញក្រសួងសេដ្ឋកិច្ចយកវិញថាអូអាហ្នឹងជាប់ពន្ធឬមិនជាប់ពន្ធបាទហើយប្រាក់បំណាច់អតីតភាពជាដើមព្រោះពាក្យថាប្រាក់បំណាច់ពីមុខវាមានច្រើនប្រាក់បំណាច់អតីតភាពប្រាក់បំណាច់បញ្ឈប់ការងារប្រាក់បំណាច់គេហៅថាជាទូទៅយើងច្រើនណាស់ហៅថាប្រាក់ខែទី13ក៏មានដែរអាហ្នឹងក៏ប្រាក់បំណាច់ដែរប្រាក់បំណាច់បញ្ចប់តួនាទីចាស់ឡើងតួនាទីថ្មីក៏មានប្រាក់បំណាច់បញ្ចប់ឆ្នាំដែលគាត់គ្រប់មួយឆ្នាំហើយអាហ្នឹងសុទ្ធតែជាប្រាក់បំណាច់ទាំងអស់អញ្ចឹងប្រាក់បំណាច់ទាំងអស់ហ្នឹងគឺសូមឲ្យចង់ច្បាស់មួយសូមទាំងអស់គ្នា go through ទៅប្រកាសដែលមាននិយាយផ្សេងគ្នាព្រោះប្រកាសសេចក្តីណែនាំច្រើនណាស់តើតើមួយពីប្រាក់បំណាច់ចឹងអាចបកស្រាយអស់ទេបាទអរគុណច្រើនបងអូខេហ្នឹងហើយអញ្ចឹងជាសរុបទៅព្រោះវាពាក់ព័ន្ធនឹងក្រសួងការងារមែនហើយវាពាក់ព័ន្ធនឹងកិច្ចសន្យាកំណត់និងកិច្ចសន្យាមិនកំណត់ទៀតអញ្ចឹងអាចនិយាយថាបើព័ត៌មានលម្អិតគឺយើងត្រូវឈរនៅលើមូលដ្ឋានចេញពីក្រសួងការងារបាទអរគុណច្រើនរតនៈខ្ញុំសុំថែមដោយសារមានសំណួរច្រើនដូចខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំមានសំណួរគ្នាយើងកំពុងសួរនេះច្រើនហើយខ្ញុំនឹងព្យាយាមធ្វើម៉េចឲ្យវាគ្មិនយើងអាចបានបកស្រាយទៅលើសំណួរនឹងទាំងអស់បងអូនស្រីម្នាក់ឈ្មោះអឿនសុងយ៉ាគាត់ថាចុះឡានរត់ឈ្នួលលោកគ្រូខ្ញុំអត់ច្បាស់ទៅលើសំណួរគាត់ដែរហើយមិនដឹងថាវាគ្មិនអាចមើលសំណួរគាត់ហើយអាចយល់ឬមួយក៏យ៉ាងណាពីព្រោះមិញយើងបានជជែកគ្នាទៅលើការឡានរបស់ក្រុមហ៊ុនថាតើឡានហ្នឹងមានឡានហ្នឹងត្រូវជាប់បន្ទុកនៅក្នុងអត្ថប្រយោជន៍បន្ថែមឬមួយមិនជាប់បន្ទុកនៅក្នុងអត្ថប្រយោជន៍បន្ថែមដោយសារលក្ខខណ្ឌ3 1 2 3ដោយលោករតនាបានលើកមិញអញ្ចឹងណាហើយដល់ពេលហើយបានចេញជាសំណួរថាចុះឡានរត់ឈ្នួលលោកគ្រូអញ្ចឹងខ្ញុំអត់ដឹងថាតើគាត់ចង់សួរបែបណាដែរតើរតនាអាចយល់ទេជួយបកស្រាយបានអត់ទេខ្ញុំអត់នេះដែរពេលគាត់ខ្ញុំអាចចាប់ចំណុចចង់និយាយថាជាប់ពីធានបទរបស់លើកឡើងអញ្ចឹងណាអញនិយាយថាតើប្រភេទពពួកក្រុមហ៊ុនដែលរត់ឈ្នួលដឹកអីវ៉ាន់ដឹកមនុស្សឬក៏ឡានអស់ហ្នឹងដឹកហៅថាឡានក្រុងចាស់យើងនិយាយភាសាងាយយល់ដែលយើងទិញសវត្ថជិះទៅតាមខេត្តក្រុមហ៊ុនប្រភេទអស់ហ្នឹងឲ្យជាប់អត់ជាក់ស្ដែងអ្វីដែលយើងហៅថាអត្ថប្រយោជន៍បន្ថែមនៅយើងបកចូលទៅ3ចំណុចមិញវិញទី1យើងនិយាយពីក្រុមហ៊ុនទូទៅសិនដែលមិនមែនជាសហគ្រាសប្រកបអាជីវកម្មសេវាដឹកជញ្ជូនហ្នឹងបាទអ្វីដែលចង់សង្កត់ធ្ងន់រថយន្តទេសចរអ្វីទៅជារថយន្តទេសចរបាទតោះនេះអ្វីទៅជារថយន្តទេសចរធម្មតាទិញរថយន្តត្រង់មកទោះអាចបុគ្គលិកជិះទៅទុកផ្ទះគាត់មិនចង់យកទៅទុកដែរជឿអត់បើទិញរថយន្តដឹកបន្លែដឹកជ្រូកឲ្យគាត់ថាយកទុកផ្ទះហើយត្រូវជិះទៅណាជិះទៅគាត់ច្បាស់ជាអេអញភាគរយខ្ពស់គឺអេអញមិនចង់យកទៅតែបើរថយន្តទេសចររៀងទំនើបចង់យកទៅហើយឲ្យមានកន្លែងទុកយកទៅហើយបាទហ្នឹងយើងត្រូវមើល nature ដូចគ្នាយើងត្រូវមើល nature ដូចគ្នាយើងអត់អាចថាយកអស្រូមមកថាជាប់អត់បានទេអញ្ចឹងដូចរថយន្តជារថយន្តពួកខាងរថមិញអញ្ចឹងដឹកសេវាដឹកជូនអញ្ចឹងខ្ញុំជឿថាក្រុមហ៊ុនទាំងអស់ហ្នឹងគឺគាត់មានបេនឡានរបស់គាត់ចំណតរបស់គាត់ចប់ម៉ោងគឺត្រូវតែទៀងម៉ោងគឺយកទុកចំណតបាទអានេះខ្ញុំបកស្រាយប៉ុន្តែម្ចាស់សំណួរបើសិនជាអត់ច្បាស់ទេអាចគាត់ថែមបានព្រោះដោយសារសំណួរមិញវាខ្លីពេកបាទខ្ញុំគិតថាពិបាកដែរព្រោះដោយសារខ្ញុំស្ដាប់អត់ខ្ញុំមើលសំណួរគាត់អត់ដឹងថាគាត់ចង់សួរពីអីដែរអញ្ចឹងណាដល់ពេលអញ្ចឹងអរគុណដែលរតនៈបានជួយបកស្រាយបន្ថែម